ឥឡូវយើងមកដឹងសាច់រឿងខ្លះៗបន្ថែមទៀតនៅក្នុងភាគទី196នៃរឿងប្រយុទ្ធការមេឃាឬក៏រឿងស៊ីវយៀនដែលសាច់រឿងដំបូងយើងឃើញថាដែលអាណាចក្រនៃភ្លើងបិសាចក៏ត្រូវបានប្រែមកជាស្ងប់ស្ងាត់បន្ទាប់ពីស៊ីវយៀននិងស៊ុនអឺបានចាក់ចេញក្នុងខ្ពស់ជាច្រើននៅជុំវិញតំបន់នេះបានប្រែក្លាយមកជាភាពប្រទេសស្អាតខណៈពេលដែលដីបានប្រែក្លាយទៅជាក្បែរភ្លើងរហូតមកទល់ពេលបច្ចុប្បន្ននេះវាក៏បានប្រែក្លាយទៅជាតំបន់ដ៏អ៊ូអរមួយទៅវិញព្រោះមានឈ្មោះឬក៏អ្នករកស៊ីជាច្រើនបានរកឃើញដុំថ្មពិសេសមួយដែលមានធាតុចំហាយភ្លើងបិសាចនៅក្នុងនោះដែលវាមានគុណប្រយោជន៍សម្រាប់អ្នកដែលវឹកហាត់ដូរឈីធាតុភ្លើងក៏ដូចជាអ្នកចម្រាញ់ថ្នាំផងដែរវាត្រូវបានគេហៅថាថ្មភ្លើងបិសាចប្រសិនបើនរណាម្នាក់បានស្រូបនៅថាមពលចេញពីវានោះដូរឈីម្នាក់នោះមិនត្រឹមតែខ្លាំងនោះទេសូម្បីតែភ្លើងដែលអ្នកចម្រាញ់ថ្នាំបញ្ចេញយកមកប្រើក៏ខ្លាំងជាងពីមុនផងដែរជាហេតុធ្វើឲ្យទីវាលរហោស្ថានមួយនេះបានតាក់ទាញអ្នកវឹកហាត់ក៏ដូចជាស្ថាប័នជាច្រើនមកចាប់យកទីតាំងឈរជើងរៀងៗខ្លួនដើម្បីជីករកដុំថ្មទាំងអស់នេះហើយសម្ព័ន្ធវិមានអាកាសរបស់ស៊ីវយៀនក៏មានមួយនៅក្នុងចំណោមនោះផងដែរសម្ព័ន្ធវិមានអាកាសទៅដល់ទីណាយើងឃើញពួកសារព្រលឹងទៅតាមដល់ទីនោះហើយការប៉ះទង្គិចគ្នាក៏កើតមានជារឿយៗនៅខណៈពេលនេះផងដែរយើងក៏បានឮសំឡេងការប្រយុទ្ធគ្នាដោយពួកសារព្រលឹងបាននិយាយថាមេបញ្ជាការលាវឆាប់ឲ្យថ្មភ្លើងបិសាចមកយើងភ្លាមស្រាប់តែមានសំឡេងមួយទៀតក៏បានស្រែកពីចម្ងាយថាមេបញ្ជាការឆាប់ប្រញាប់ចាក់ចេញពីទីនេះទៅថ្មភ្លើងបិសាចទាំងអស់នេះជាសមិទ្ធផលដែលពួកយើងខិតខំព្យាយាមជីកដោយមិនគិតពីអាយុជីវិតដើម្បីយកវាបានអស់ពេល1ខែហើយយើងមិនត្រូវអនុញ្ញាតឲ្យវាធ្លាក់ចូលទៅក្នុងដៃពួកសារព្រលឹងឡើយតែទោះជាយ៉ាងណាគេស្រែកបានត្រឹមតែប៉ុណ្ណេះក៏ស្រាប់តែមានដាវវែងមួយបានចាក់ទម្លុះខ្លួនគេពីខាងក្រោយបណ្ដាលឲ្យគេស្លាប់មួយរំពេចយើងក៏បានឃើញមនុស្សនៅក្នុងសម្លៀកបំពាក់ពណ៌ខ្មៅជាច្រើនផុសចេញពីក្នុងលំហអមជាមួយនឹងពាក្យមួយប្រយោគថាពួកអាល្ងងនៃសម្ព័ន្ធវិមានអាកាសហ៊ានមកជីកយកថ្មភ្លើងបិសាចនៅតំបន់ពួកសារព្រលឹងយើងផងមករកសេចក្តីស្លាប់ហើយតានេះមេបញ្ជាការលឺឃើញហើយគឺថាទឹកមុខប្រែមកស្លេកស្លាំងតែម្ដងដោយសារតែនៅលើខ្លួនគេពេលនេះគឺវាមានចិញ្ចៀនផ្ទុកអីវ៉ាន់ចំនួន10ដែលពោពេញទៅដោយថ្មភ្លើងបិសាចប្រសិនបើគេអាចនាំយកថ្មទាំងអស់នេះទៅដល់ដៃសម្ព័ន្ធបានពួកគេនឹងឡើងតំណែងខ្លាចទៅជាកូនសិស្សនៃសម្ព័ន្ធខាងក្នុងតែម្ដងតែទោះជាយ៉ាងណាស្ថានភាពពួកគេនៅពេលនេះគឺពិបាកនឹងត្រឡប់ទៅវិញណាស់មិនដឹងថាត្រូវស្លាប់ឬក៏រស់នោះទេមេបញ្ជាការលឺក៏ស្រែកយ៉ាងមុតមមថាបងប្អូនទាំងអស់គ្នាពួកយើងតស៊ូជាយូរណាស់មកហើយថ្ងៃល្អកំពុងតែរងចាំយើងលើកដៃកាន់ដៃឡើងតស៊ូជាមួយគ្នាបន្តទៀតមេដឹកនាំក្រុមខាងពួកសារព្រលឹងឃើញហើយក៏និយាយដោយទឹកមុខយ៉ាងអឿក្យោយថាសម្រាប់ពួកគេចោលឲ្យអស់ហើយព្យួរក្បាលពួកគេយកទៅឲ្យពួកសម្ព័ន្ធវិមានអាកាសស្រាប់តែរំពេចនោះស៊ីវយៀនយើងក៏បានតបបន្តចេញពីខាងក្នុងលំហថាព្យួរក្បាលពួកគេយកទៅសម្ព័ន្ធវិមានអាកាសពួកសារព្រលឹងឥឡូវដូចជាហ៊ានណាគ្រាន់តែនិយាយចាប់ភ្លាមក្បាលរបស់សមាជិកសារព្រលឹងដែលនិយាយមុននោះត្រូវបានបំបែកខ្ទេចស្របពេលដែលស៊ីវយៀននិងស៊ុនអឺបង្ហាញខ្លួនគេទាំងស្រុងធ្វើឲ្យពួកសមាជិកដទៃទៀតមានការភ័យខ្លាចតក់ស្លុតខណៈពេលដែលមើលទៅរាងកាយអត់ក្បាលនោះតែឯងណាទីនេះគឺជាទឹកដីភូមិសាស្ត្ររបស់ពួកសារព្រលឹងយើងទេស៊ីវយៀនលឺហើយនិយាយដៃជើងរបស់ពួកឯងរៀបដើរមកបានឆ្ងាយដល់ទីនេះផងបរិសម្នាក់និយាយមុននោះដែលមើលទៅឋានៈរៀងខ្ពស់ជាងពួកដទៃទៀតនោះក៏ប្រញាប់ស្រែកឆាប់រត់ដាក់ដៃគេម្នាក់នេះខ្លាំងពេកហើយស៊ីវយៀនឈរសម្លក់មួយសន្ទុះរួចនិយាយថាចង់រត់ស្រួលដល់ម្លឹងផងបន្ទាប់ពីសម្រាប់ពួកសម្ព័ន្ធមានអាកាសយើងហើយវាដូចជាមិនងាយពេកទៅដឹងគេលើកជើងទន្ទ្រាំនៅលើអាកាសបន្តិចធ្វើឲ្យក្បាលពួកសារព្រលឹងទាំងអស់នោះផ្ទុះបែកខ្ទេចបាញ់សាច់ឈាមពេញនេះតែម្ដងបណ្ដាលឲ្យក្រុមមេបញ្ជាការលឺឃើញហើយគឺថាស្រួលឆ្អឹងខ្នងបដ ாய் រួចបញ្ញាស្រ័យថាលោកប្រតិចាអរគុណលោកសម្រាប់ការជួយពួកយើងមកពីក្រុមទី3សម្ព័ន្ធខាងក្រៅនៃសម្ព័ន្ធមានអាកាសថ្នាក់សនស៊ីវយៀនលឺហើយភ្ញាក់ផ្អើលសម្ព័ន្ធខាងក្រៅមិននឹកស្មានថាវាបានអភិវឌ្ឍដល់ថ្នាក់នេះសោះរួចហើយស៊ីវយៀនយើងក៏បានបោះដបឆ្នាំមួយឲ្យទៅពួកគេទៅក្រុមមេបញ្ជាការលឺទទួលដោយការគោរពតែគាត់ចេតនាទៅមិនក៏ចិត្តល្អដល់ថ្នាក់នេះពីព្រោះសម្បីតែលក់ខ្លួនពួកគេទាំងមូលក៏តម្លៃមិនស្មើនឹងក្រតឆ្នាំទាំងអស់នេះដែរដែលមើលទៅក្រតឆ្នាំទាំងអស់នេះគឺវាខ្ពស់ជាងកម្រិតទី6ទៅទៀតស៊ីវយៀនបន្តសួរតែមានរឿងអីកើតឡើងបន្ទាប់ពីដែលអាណាចក្រភ្លើងបិសាចបិទមេបញ្ជាការលឺក៏ចាប់ផ្ដើមរៀបរាប់នៅរឿងដែលគេបានដឹងនៅក្នុងរយៈពេល2ឆ្នាំនេះមួយស្របក់ក្រោយមកស្រាប់តែអាការៈទឹកមុខស៊ីវយៀននិងស៊ុនអឺប្រែប្រួលមួយរំពេចគ្រួសារឈឺរលាយបាត់ហើយត្រឹមរយៈពេល2ឆ្នាំនេះសម្ព័ន្ធមានអាកាសនិងពួកសារព្រលឹងចាប់ផ្ដើមមានសង្គ្រាមរ៉ាំរ៉ៃជាមួយគ្នានិងថែមទាំងគ្រួសារបុរាណទាំង3បង្កើតសម្ព័ន្ធរួមគ្នាទៀតពិតជាមានហេតុការណ៍កើតឡើងច្រើនមែនមេបញ្ជាការលឺសម្លឹងមកមើលស៊ីវយៀនដោយការស្ទាក់ស្ទើរបន្តិចរួចនិយាយតនៅចម្ងាយខ្លីពីទីនេះបន្តិចមានសាខារបស់ពួកសារព្រលឹងមួយពួកគេអាចនឹងដឹងថាមានគ្នាគេត្រូវបានសម្លាប់ខ្ញុំគិតថាពួកយើងគួរតែប្រញាប់ចាក់ចេញពីទីនេះសាខាមួយនេះគឺវាខ្លាំងណាស់ថែមទាំងមានអ្នកកម្រិតដូរសឹងនៅចាំការពារទៀតផងសមាជិករបស់ពួកសម្ព័ន្ធមានអាកាសយើងស្លាប់ច្រើនណាស់ដោយសារស្នាដៃគេម្នាក់នោះស៊ីវយៀនលឺហើយសួរអូចាប់ផ្កាយប្រមាណដែរមេបញ្ជាការលឺតបកាយមួយលោកស៊ីវយៀនយកដៃច្បូតចង្ការកើមគេបន្តិចព្រមទាំងងក់ក្បាលកាយមួយមេបញ្ជាការលឺឃើញស៊ីវយៀនយើងងក់ក្បាលគេខំតែសប្បាយចិត្តដែលគិតថាស៊ីវយៀននឹងប្រញាប់ចាក់ចេញពីព្រោះអ្នកនៅកម្រិតដូរសឹងគឺសុទ្ធតែជាបុគ្គលកំពូលកម្រហើយដែលមិនងាយមានអ្នកណាឈានដល់ចំណុចនេះទេតែមានណាអាការៈទឹកមុខពួកគេបែរជាចំហមាត់ភ្ញាក់ផ្អើលទៅវិញចំពោះប្រយោគបន្តរបស់ស៊ីវយៀនឯងដឹងថាវានៅណាត្រូវអត់ចឹងនាំយើងទៅសាខានោះបន្តិចយើងក៏បានឃើញស៊ីវយៀនស៊ុនអឺនិងមេបញ្ជាការលឺបាច់ខ្លួនមួយរំពេចធ្វើឲ្យសមាជិកពួកគេដទៃទៀតដែលមិនបានទៅនោះចាប់ផ្ដើមចលាចលជជែកគ្នាវល់ពេញនឹងចាប់ហើយតើពួកយើងគួរធ្វើម៉េចទៅកំភៃមើលទៅលោកប្រតិចាម្នាក់នោះទំនងមិនមែនជាមនុស្សធម្មតាឡើយតែនៅទីនោះមានអ្នកកំណត់ដូចចឹងកំពុងតែជជែកគ្នាមិនទាន់ទាំងចប់ផងនោះក្រុមស៊ីវយៀនក៏បានបង្ហាញខ្លួនមកវិញត្រឹមរយៈពេលតិចជាង10នាទីតែប៉ុណ្ណោះធ្វើឲ្យសមាជិកទាំងអស់នោះបានប្រែមកសប្បាយរីករាយភ្លាមៗតែម្ដងមេបញ្ជាការលឺតើកញ្ចប់បិសាចនោះអត់នៅទេមែនមេបញ្ជាការលឺដែលពេលនេះគឺគេកំពុងតែគាំងផាំងរកពីនិយាយមិន
ចេញក៏រៀងដឹងខ្លួនវិញបន្តិចរួចតបនៅថ្ងៃអនាគតសាខារបស់សារព្រលឹងនៅក្នុងដែនអាណាចក្រភ្លើងបិសាចនេះគឺលែងមានទៀតហើយសូម្បីតែបរិសុទ្ធជនហ៊ុនឈីងដល់ល្បីឈ្មោះម្នាក់នោះក៏រលាយបាត់ពីពិភពលោកនេះដែរពួកសមាជិកគេគ្រាន់តែឮហើយគឺសឹងតែមិនគួរឲ្យជឿតែម្ដងសាខាមួយទាំងមូលត្រូវបានកំទេចត្រឹមតែប្រមាណនាទីសៀវយើងញញឹមនៅពេលដែលឃើញអាកប្បកិរិយាភ្ញាក់ផ្អើលរបស់ពួកគេហើយរួចបែរត្រឡប់ក្រោយដើរចូលទៅក្នុងលំហស្របពេលបន្តនៅពាក្យមួយប្រយោគទៀតថាឆាប់ទៅចោះហើយរកអ្នកដែលមើលការខុសត្រូវនៅទីតាំងនេះនៅពេលដែលទៅដល់អ្នកទាំងអស់គ្នានឹងក្លាយទៅជាសមាជិកថ្នាក់នេះនៃសម្ព័ន្ធមានអាកាសខាងក្នុងគ្រាន់តែលើហើយម្នាក់គឺថាញាស់ខ្លួនតែម្ដងសមាជិកនៃសម្ព័ន្ធមានអាកាសខាងក្នុងគឺត្រូវបានបែងចែកជា4ថ្នាក់ហួងសួនឌីនិងធានមេបញ្ជាការលាវលុតជង្គង់ភ្លាមនិងប្រញាប់ស្រែកសួរដោយការគោរពថាលោកប្រតិចារអាចអនុញ្ញាតឲ្យពួកយើងស្គាល់ឈ្មោះផងបានទេសៀវយៀនសោយយ៉ាងស្រទន់រួចតបប្រាប់ពួកគេទៅថាសៀវយៀនជាអ្នកប្រាប់អ្នកទាំងអស់គ្នាសៀវយៀនគាត់គឺពិតជាម្ចាស់សម្ព័ន្ធតូចមែនចំណែកឯសុនអឺវិញនាងក៏បានលាសៀវយៀនទៅគ្រួសារគូវិញផងដែររយៈពេល2ឆ្នាំកន្លងមកនេះសម្ព័ន្ធមានអាការពង្រីកកាន់តែធំទៅនៅក្នុងដែនអាណាចក្រផ្កាយមានការផ្លាស់ប្ដូរខ្លាំងមែនទែនយើងឃើញវិមានធំជាច្រើនបានលេចចេញនៅរូបរាងជាបន្តបន្ទាប់ហើយអាគារមួយពោពេញទៅដោយចំហាយធម្មពលដ៏ខ្លាំងក្លាសាយភាយចេញមកទីនេះយើងអាចចាត់ទុកថាជាស្នូលនៃសម្ព័ន្ធវិមានអាកាសតែម្ដងយើងឃើញក្រុមយ៉ាឡាវកំពុងតែប្រជុំជជែកពិភាក្សាគ្នាអំពីលទ្ធផលនិងការរៀបយុទ្ធសាស្ត្របន្ថែមទៀតដើម្បីទប់ទល់ជាមួយនឹងពួកសារព្រលឹងហ្វឹងស៊ុនជើបាននិយាយថាពួកយើងបានប្រយុទ្ធជាមួយនឹងពួកវា40លើកទៅហើយក្នុងរយៈពេល1ខែនេះហើយមាន3ប្រយុទ្ធដែលវាជាលក្ខណៈទ្រង់ទ្រាយធំទោះបីជាយើងបានកំទេចសាខាពួកវាមួយមែនប៉ុន្តែពួកយើងក៏បានបាត់បង់សមាជិកច្រើនគួរសមដែរយ៉ាឡាវលើហើយងក់ក្បាលស្របពេលដែលអាការៈទាំងមុខគេគឺមិនសូវជាស្រស់នោះទេហ្វឹងស៊ុនជើបន្តទៀតយោងតាមអ្នកយកព័ត៌មានរបស់យើងបានដឹងថាគ្រួសារហ៊ុននឹងបញ្ជូនអ្នកជំនាញម្នាក់មកជួយពួកសារព្រលឹងយ៉ាវឡាវលើហើយសួរអូចុះពួកយើងដឹងអត់ថាជានរណាហ្វឹងស៊ុនជើងក់ក្បាលរួចតបហ៊ុនឈៀនម៉ូអ្នកកំណត់ដូរជើងផ្កាយ6មានពាក្យចចាមអារាមថាគេម្នាក់នេះធ្លាប់បានចូលរួមនៅក្នុងការសម្លាប់សៀវស្វ័នទៀតផងប្រយោគចុងក្រោយនេះបានធ្វើឲ្យអ្នកគ្រប់គ្នាមានការ shock ជាខ្លាំងគ្រួសារហ៊ុនពិតជាបញ្ជូនបិសាចកញ្ចាស់កម្រិតនេះមកផងមើលទៅពួកវាពិតជាចង់កំទេចសម្ព័ន្ធមានអាការយើងចោលតែម្ដងហើយស្រាប់តែរំពេចនោះមានសម្លេងស្អកនិយាយមួយម៉ាត់ថាហ៊ុនឈៀនម៉ូយើងក៏បានឃើញសៀវឈិនកំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់នៅផ្នែកខាងជ្រុងមួយជាមួយនឹងទឹកមុខស្មើរបស់គាត់នឹងសម្រាប់បុព្វបុរសហ៊ុនយុនវិញទោះបីជាគាត់នៅពេលនេះគាត់អាចឈានឡើងដល់កម្រិតដូរឈើមកាយ2ក៏ដោយក៏នៅតែមានអារម្មណ៍ថាគ្មានផ្លូវអីមកទប់ទល់ជាមួយនឹងអ្នកកម្រិតដូរឈើមកាយ6បានដែរម្យ៉ាងវិញទៀតគ្រួសារបុរាណពេលនេះគឺពួកគេគ្មានពេលមកខ្វាយខ្វល់ជាមួយនឹងគ្រួសារហ៊ុននោះទេចង់បញ្ជូនអ្នកផ្កាយប្រមាណក៏បញ្ជូនទៅពីព្រោះឥឡូវនេះពួកគេបារម្ភតែម្យ៉ាងគត់គឺខ្លាចមានឧបទ្ទវហេតុដូចគ្រួសារលីងនិងគ្រួសារឈឺបុព្វបុរសទី1មកពីប៉មឆ្នាំនិយាយប្រសិនបើកញ្ចាស់ហ៊ុនឈិនម៉ូពិតជាលោកដៃមែននោះគឺមានតែអញ្ជើញបុព្វបុរសខ្ញុំមកតែប៉ុណ្ណោះតែបើអញ្ចឹងមែនពួកសារព្រលឹងគ្រាន់តែបញ្ជូនហ៊ុនមេឆឹងឬក៏បុរសកញ្ចាស់ហ៊ុនម៉ូមកវាយទប់ជាមួយនឹងព្រឹទ្ធាចារ្យសៀវឈិនតែប៉ុណ្ណោះកម្លាំងពួកយើងនឹងចាញ់ព្រៀបទាំងស្រុងដល់ពេលនោះម្នាក់នៅក្នុងចំណោម2នាក់នេះមិនថាហ៊ុនមេឆឹងឬក៏បុរសកញ្ចាស់ហ៊ុនម៉ូនឹងដឹកនាំអ្នកជំនាញពួកគេមកវាយប្រហារសម្ព័ន្ធពួកយើងជាមិនខានដល់ពេលនោះតើពួកយើងមានកម្លាំងឯណាមកទប់ទល់ជាមួយពួកយើងនេះឯងគឺជាអ្នកចាញ់បើលទ្ធផលវិញគឺមិនបាច់និយាយតែម្ដងសារប្រជុំទាំងមូលក៏ស្រាប់តែស្ងាត់មួយរំពេចបន្ទាប់ពីបានស្ដាប់ហេតុនិងផលរបស់ព្រឹទ្ធាចារ្យទី1មកពីប៉មឆ្នាំហើយអ្វីនឹងអាចដោះស្រាយបានបើជាយ៉ាងនៅទីនេះតែជាអកុសលនាងបានត្រឡប់ទៅសម្ព័ន្ធអ្នកលំហបុរាណបាត់ទៅហើយបញ្ហានៅខាងនាងក៏ដោះស្រាយមិនទាន់ចប់ផងដែរស្ដេចនេះអស្ចារ្យទាំង3បានរត់គេចខ្លួនបន្ទាប់ពីត្រូវរបួសទោះបីជាគេមិនខ្លាំងដូចពីមុនក៏ពួកគេនៅតែជាការគំរាមកំហែងដដែលដូច្នេះជាយ៉ាងគឺត្រូវនៅការពារកោះអ្នកខាងកើតរបស់នាងសិនរហូតតតែស្ដេចកោះអ្នកទាំង3នោះត្រូវបានកម្ចាត់ចោលទឹកមុខម្នាក់គឺថា stress យកតែម្ដងបើដោះបញ្ហានេះមិនចេញទេការខិតខំទាំងអបាមារបស់ពួកគេនឹងទុកជាអាសាបងទាំងអស់តែម្ដងស្រាប់តែរំពេចនោះមានសម្លេងស្រែកនិយាយថាទុកគេឲ្យខ្ញុំចាត់ការសម្លេងនេះជាសម្លេងរបស់សៀវយឿននឹងឯងសៀវឈិនដែលអង្គុយនៅចុងកលៀតនោះឮហើយក៏បញ្ចេញនូវស្នាមញញឹមបន្តិចទៅកែភ្នែកគ្រប់គូបានប្រញាប់ងាកទៅច្រកចូលសៀវយឿនដើរចូលមកជះរឿងយ៉ាងសង្ហាតែម្ដងហ្វឹងស៊ុនជើបុព្វបុរសហើយយន្តនិងអ្នកដទៃទៀតមានការភ្ញាក់ផ្អើលជាខ្លាំងទឹកមុខពួកគេបង្ហាញពីភាពមិនគួរឲ្យជឿរីឯគ្រូគេវិញយ៉ាឡាវគឺគេសម្លឹងមកទៅសៀវយឿនមិនព្រិចភ្នែកតែម្ដងដោយសារតែអារម្មណ៍រំភើបពេកធ្វើឲ្យកៅអីដែលគេកំពុងតែអង្គុយនឹងផ្ទុកបែកខ្ទេចរំភើបឡើងញ័រដៃញ័រជើងហើយថែមទាំងទឹកភ្នែករលេងរលងទៀតគឺគេពិតជាបារម្ភពីកូនសិស្សគេមែនតែរយៈពេល2ឆ្នាំនេះគេមិនដែលមានប្រពន្ធឬក៏កូននៅក្នុងមួយឆាកជីវិតនេះទេមានតែកូនសិស្សម្នាក់នេះគត់ដែលស្និទ្ធស្នាលជាងគេបំផុតធ្លាប់កំសត់កម្រជាមួយគ្នាតាំងពីអត់ទាន់មានអីសោះរហូតបានអភិវឌ្ឍដល់កម្រិតកម្ពស់មួយនេះសៀវយឿននិយាយលោកគ្រូខ្ញុំត្រឡប់មកវិញហើយយ៉ាឡាវញញឹមពិតជាល្អណាស់ដែលឯងត្រឡប់មកវិញយ៉ាឡាវនិយាយបណ្ដាតែស្មាសៀវយឿនបណ្ដាព្រឹទ្ធាចារ្យទី1មកពីប៉មឆ្នាំនិយាយទាំងសោយថាម្ចាស់សម្ព័ន្ធតូចពិតជាមកតាន់ពេលមែនប្រសិនបើពួកយើងរួមដៃគ្នាប្រហែលជាអាចទប់ជាប់ជាមួយនឹងហ៊ុនមេឆឹងសៀវឈិនលឺហើយបញ្ញាប់តបកម្លាំងគេពេលនេះទប់ទល់ជាមួយនឹងហ៊ុនមេឆឹងតែឯងក៏មិនមានជាបញ្ហាអីដែរធ្វើឲ្យយ៉ាឡាវនិងអ្នកដទៃទៀតពេលលឺហើយគឺថាបើកភ្នែកធំចំហមាត់គាំងតែម្ដងយ៉ាឡាវក៏បញ្ញាប់សួរនេះឯងចម្រាញ់អណ្ដាតភ្លើងការជួបមិនសុទ្ធអរិយបានហើយមែនសៀវយឿនសោយដល់មិនបានបដិសេធដោយសារសំណាងនឹងលោកគ្រូល្អ good រួចមកពួកគេក៏បានបន្តជជែកគ្នារឿងយូរបន្តិចទើបការប្រជុំមួយនេះត្រូវបានបញ្ចប់នៅពេលដែលមកដល់បន្ទប់វឹកហាត់របស់គេវិញក៏បានជួបជាមួយនឹងសៀវផងដែរគេឃើញ
ថានាងចំអត់តូចមួយនេះធំឡើងហើយបន្តិចមក Little Fairy Doctor ក៏បានដើរចេញមកធ្វើឲ្យ Siêu Diên ភ្ញាក់ផ្អើលដោយនិយាយថានាងឡើងមកកំណត់ដល់ឆឹងហើយដោយសារតែបានដំណក់ឈាមនៃបរិសុទ្ធជនបិសាចដែលលោកបានឲ្យខ្ញុំនឹងឯងហើយនាងបានបន្តទៀតថាចំពោះ Shailin វិញគឺនាងមិនទាន់បានចេញមកនោះទេតែទោះជាយ៉ាងណាលោកកុំបារម្ភអីខ្ញុំនឹងឈិនលីងតែងតែរកពេលទៅសម្ព័ន្ធសត្វពស់ដើម្បីឆែកមើលនាងប្រហែលជាបានជួបសំណាងធំអីមួយហើយនៅបាតបឹងនោះ Siêu Diên លើហើយភ្ញាក់ព្រឺតទឹកមុខប្រែប្រួលមួយរំពេចបើរាប់លេងទៅ Shailin នៅបាតបឹងនោះស្ទើរតែ3ឆ្នាំទៅហើយតែនាងនៅបាតជ្រៅជាងដែលខ្ញុំបានទៅទេដឹងមើលទៅខ្ញុំត្រូវតែប្រញាប់ទៅសម្ព័ន្ធសត្វពស់ដើម្បីឆែកមើលដោយផ្ទាល់ហើយបន្ទាប់ពីដោះស្រាយបញ្ហានៃសម្ព័ន្ធនេះចប់ក្នុងកំឡុងពេលនេះផងដែរពួកសារព្រលឹងក៏ស្ងាត់ខាងវិមានអាកាសក៏ស្ងាត់តែបើអ្នកពូកែសង្កេតមើលវិញគឺពួកគេដឹងថាព្យុះសង្គ្រាមដ៏ធំនឹងជិតកើតឡើងហើយសម្បីតែអាសាខាសារព្រលឹងមួយដែល Siêu Diên យើងបានកំទេចចោលពេលដែលគេចេញពីដែនអាណាចក្រភ្លើងបិសាចភ្លាមៗនោះក៏ពួកគេនៅតែមិនអើពើដែរចំពោះ Siêu Diên នៅពេលនេះវិញគឺគេកំពុងតែយកពេលមកវឹកហាត់បន្ថែមគប់ផ្សំជាមួយនឹងសម្លេងសើចរបស់ Siêu Siêu បេះដូងគេពោពេញទៅដោយភាពកក់ក្ដៅរួចមក Siêu Diên ក៏បានជួបជាមួយនឹង Ching Lin ក៏ដូចជាព្រឹទ្ធាចារ្យធានហួរផងដែរដែលនៅពេលនេះ Ching Lin រូបនាងក៏បានឈានឡើងដល់កម្រិតដូចសំកែមួយដោយ Little Fairy ទៀតផងអភ័ព្វតែព្រឹទ្ធាចារ្យធានហួរយើងទេគឺគេស្ថិតនៅកម្រិតតស៊ុនដំណាក់កាលកម្ពុជានៅឡើយនេះគុំតែបានឆ្នាំរបស់យ៉ាងឡើយជួយខ្លះផងទេរីឯកម្រិតបានសឹងវិញគឺគេខ្លួនឯងផ្ទាល់មិនដឹងថាអាចឡើងទៅដល់ឬក៏អត់ផង7ថ្ងៃត្រូវបានកន្លងផុតថ្ងៃដែលបានកំណត់នៃការប្រកួតរវាងពួកសម្ព័ន្ធមានអាកាសនិងពួកសារព្រលឹងក៏បានមកដល់ទីតាំងដែលពួកគេកំណត់នោះគឺស្ថិតនៅតំបន់ជួរភ្នំបាក់បែកអ្នកកម្រិតដូចសឹងជាច្រើនត្រូវបានស្លាប់នៅទីនេះតាំងពីបុរាណកាលមកហើយយើងក៏បានឃើញមនុស្សជាច្រើនមកពីគ្រប់ទិសទីមិនថាស្ថាប័នធំឬក៏ស្ថាប័នតូចនោះទេបានប្រមូលផ្ដុំមកមើលការប្រយុទ្ធដ៏ធំមួយនេះពួកគេចង់ដឹងថាតើមួយណានឹងក្លាយជាមេកញ្ជិញថ្មីប្រចាំនៅតំបន់ពភាកណ្ដាលនេះមួយស្របក់ក្រោយយើងក៏បានឃើញលំហចាប់ផ្ដើមមានចលនាយើងឃើញមានមនុស្ស7នាក់ដើរចេញពីក្នុងនោះមកដែលគេគឺជាក្រុមនៃពួកសារព្រលឹងមានមនុស្ស3ទៅ4នាក់ដែលយើងស្គាល់មានហ៊ុនឈិនម៉ូបរិះកញ្ចាស់ហ៊ុនម៉ូហ៊ុនមេសឹងក៏ដូចជាអនុប្រធានសារព្រលឹងក្រៅពីនឹងទំនងមកពីគ្រួសារហ៊ុនគ្រាន់តែចេញមកភ្លាមហ៊ុនមេសឹងក៏បានងើយមើលទៅពីចម្ងាយរួចនិយាយសមាជិកសម្ព័ន្ធមានអាកាសគួរតែបង្ហាញខ្លួនមកបាទចូលជិះមកដល់ហើយនោះពេលនោះស្រាប់តែមានសម្លេងសើចដោយតបវិញថាលោកពិតជាស័ក្តិសមជាប្រធាននៃសារព្រលឹងមែនភ្នែកលោកពិតជាមុតលំហត្រូវបានបើកយើងឃើញមានមនុស្ស10នាក់ដើរចេញមក10ដូចសឹងអ្នកតែមើលទាំងអស់នោះឃើញហើយគឺហាមមាត់មិនឲ្យផ្លាត់ស្រែកមិនបានឡើយដែល10នាក់នៃកម្រិតដូចសឹងនេះគឺសឹងតែអាចប្រៀបធៀបជាមួយនឹងគ្រួសារបុរាណបានទៅហើយនោះហ៊ុនមេសឹងនិយាយ Siêu Diên ឯងពិតជានៅរស់មែន Siêu Diên ញញឹមតិចៗរួចតបអរគុណដែលនៅចាំខ្ញុំបើមិនចឹងទេខ្ញុំខូចចិត្តស្រាប់ហើយហ៊ុនមេសឹងមិនខ្វល់នឹងសម្ដីផ្ចាញ់ផ្សាយរបស់ Siêu Diên ឡើយដោយនិយាយតបទៅវិញថាអណ្ដាតភ្លើងបិសាចគេនៅក្នុងដែរឯង Siêu Diên ញញឹមតែអត់តបហ៊ុនមេសឹងឃើញហើយនិយាយបន្តទៀតមិននឹកស្មានថាគ្រួសារ Siêu នៅអាចបង្កើតមនុស្សដូចជាឯងបានទៀតបើនិយាយពីសមិទ្ធផលវិញគឺឯងអាចប្រៀបជាមួយនឹង Siêu Suan បានហើយតែទោះជាយ៉ាងណាគ្រួសារហ៊ុនយើងអាចសម្លាប់ Siêu Suan ទី1បានទៅហើយនោះដូច្នេះពួកយើងក៏នៅតែអាចសម្លាប់ Siêu Suan ទី2បានដូចគ្នាសម្ព័ន្ធមានអាការរបស់ឯងមានឱកាសតែម្ដងប៉ុណ្ណោះនៅក្នុងការប្រកួតមួយនេះឯងនឹងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកសម័យបំផុតប្រសិនបើឯងចាញ់ Siêu Diên តែឯងហ៊ានទទួលការភ្នាល់នេះអត់ Siêu Diên លឺហើយបោះជំហានដើរមុខងើយមុខសម្លឹងទៅត្រង់ដែលមិនខ្លាចញញើសរួចតបមានអីត្រូវខ្លាចហើយសាច់រឿងក៏សូមបញ្ចប់ត្រឹមនេះ